xa chi ban tuan pi sum nai de cho hun sai sân đạp hai mẹ ta chai yum lay từng ọt khỉថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់និងកាំភ្លើងជាន់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងខ្ញុំបានកោះប្រជុំជាបន្ទាន់តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបតក្រោយស្ងាត់កាំភ្លើងភាគីសងខាងចោលគ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកអង្កេតការណ៍ IOT ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់ដើម្បីធានាសុចរិតភាពដំណាភាពអព្យាក្រឹតភាពនិងភាពជឿចិត្តបានខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការពីរ1ធ្វើកសោបច្ច័យគ្រាប់ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា2ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់គេនឹងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណាបាញ់ពីកម្ពុជាទៅថៃឬបាញ់ពីថៃមកកម្ពុជាគេមិនអាចទៅរំកិលរំដៅគ្រាប់បានទេសូមកងទ័ពកម្ពុជារក្សានៅរំដៅគ្រាប់ឲ្យបានល្អនិងជួយបង្កលក្ខណៈឲ្យអ្នកអង្កេតការ IOT បានធ្វើកសោបវិច័យគ្រាប់និងពិនិត្យរំដៅគ្រាប់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ខ្ញុំសង្ឃឹមថាភាគីថៃនឹងបង្ហាញនៅកាយវិការដូចគ្នាមេសុតមិនខ្លាចភ្លើងការបដិសេធណាមួយចំពោះការប្រកួតពិនិត្យដោយអ្នកអង្កេតការ IOT មានន័យថាខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជានិងថៃនេះគឺជាដំណឹងថ្មីហើយក៏ជាយោបល់របស់សម្ដេចបាទពុកចំតែម្ដងដែលបានផ្ដល់ចំនួន2ចំណុចបាទទៅបាទក្រុមអ្នកអង្កេតការ IOT គឺអែមខ្លាំងមែនតើប្រិមិត្តឥឡូវខ្ញុំសូមបញ្ជាក់ម្ដងទៀតកន្លែងចំណុចសំខាន់ដែលសម្ដេចគាត់បាទផ្ដល់ចំនោះគឺគាត់ថាដើម្បីធានានៅសុចរិតភាពតម្លាភាពអព្យាក្រឹតភាពនិងភាពជឿទុកចិត្តបានខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការ2 1ធ្វើកសោបវិច័យគ្រាប់ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា2ជាចំណុចសំខាន់គឺពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់គេនឹងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណាបាញ់ពីកម្ពុជាទៅថៃឬបាញ់ពីថៃមកកម្ពុជាគេមិនអាចបាទទៅរំកិលរំដៅគ្រាប់បានទេអញ្ចឹងបងប្អូនទាំងអស់គ្នាបាទមេត្តាចែកចំណុចនិងខមមិនម្នាក់មួយពីយុទ្ធសាស្ត្រពីចំណុចដ៏មានអត្ថន័យពីសម្ដេចពុកសូមអរគុណ